ស្ដីបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកទាំងអស់គ្នាខ្ញុំបាទជាគ្រូកញ្ចក់ដែលមាន license នៅរដ្ឋ Ohio ហើយដោយសារថ្មីនេះដែរខ្ញុំបានបង្ហោះពីតាក់ទងជាមួយនឹងវគ្គត្រៀមប្រឡងទ្រឹស្ដីកញ្ចក់នៅសហរដ្ឋអាមេរិកហើយមានបងប្អូនខ្មែរយើងជាច្រើនមែនទែនដែលឆាតមកសួរខ្ញុំអញ្ចឹងមានសំណួរមួយដែលជាសំណួររសើបហើយមានអ្នកសួរច្រើនគឺគេសួរថាតើអាចប្រើផ្លូវកាត់ដើម្បីយក license កញ្ចក់បានអត់អញ្ចឹងចម្លើយនោះគឺអត់ទេហើយតាក់ទងជាមួយនឹងវគ្គសិក្សារបស់ខ្ញុំនេះដែរបើយើងនិយាយសួរស្ដាប់ទៅវាដូចជាថ្នាក់រៀនគួរអនឡាញអញ្ចឹងយើងបានន័យថាពាក្យថារៀនគួរមកថាយើងរៀនគួរក៏ថៃអញ្ចឹងបងប្អូនចង់ជម្រាបបងប្អូនថាអ្នកដែលរៀនជាមួយនឹងចុះឈ្មោះរៀនថ្នាក់ខ្ញុំនេះគឺមិនទទួលបានម៉ោងផ្លូវការអីទេចឹងណាចឹងបងដើម្បីបងប្អូនមានម៉ោងដើម្បីទៅប្រឡងយក license កញ្ចក់បានដូចថាបងប្អូនមានម៉ោងដែលទទួលស្គាល់ដោយរដ្ឋដែលបងប្អូននៅអញ្ចឹងថ្នាក់រៀនរបស់ខ្ញុំនេះអត់មានម៉ោងពេលបងប្អូនរៀនចប់គឺមិនបានទទួលម៉ោងផ្លូវការទេចឹងលុះតែបងប្អូនទៅចុះឈ្មោះនៅសាលាកញ្ចក់ដែលបងប្អូនរស់នៅអញ្ចឹងណាដែលឡែកហេតុអីបានជាខ្ញុំបង្កើតនៅថ្នាក់រៀនគួរអនឡាញត្រៀមប្រឡងទ្រឹស្ដីកញ្ចក់នេះឡើងអញ្ចឹងថ្នាក់របស់ខ្ញុំនេះគឺបង្កើតពិសេសជាពិសេសសម្រាប់បងប្អូនខ្មែរដែលអត់សូវចេះអង់គ្លេសខ្សោយផ្នែកភាសាអង់គ្លេសហើយគាត់ទោះបីជាគាត់ទៅរៀននៅសាលាក៏ដោយក៏គាត់ចាប់អត់បានដោយសារតែវាភាសាអង់គ្លេសរៀងជ្រៅអីចឹងណាចឹងគាត់អាចយល់បានឬមួយក៏បងប្អូនខ្មែរដែលគាត់មានម៉ោងរួចហើយគាត់រៀននៅសាលាហើយគាត់បានម៉ោងចឹងណាគឺប៉ុន្តែគាត់មិនមានទំនុកចិត្តក្នុងការទៅប្រឡងយក license ឬមួយក៏បងប្អូនដែលទៅប្រឡងហើយប្រឡងច្រើនដងហើយតែនៅធ្លាក់អត់ជាប់ចឹងណាអញ្ចឹងបានជាខ្ញុំបង្កើតនៅវគ្គថ្នាក់រៀនគួរនេះឡើងអញ្ចឹងយើងរៀនលក្ខណៈ online គឺខ្ញុំទទួលបានគ្រប់ state ទាំងអស់គ្រប់រដ្ឋទាំងអស់អញ្ចឹងបើសិនជាបងប្អូនណាតែមានចំណាប់អារម្មណ៍អាចឆាតមកខ្ញុំបានដើម្បីចុះឈ្មោះចូលរៀនហើយខ្ញុំនឹងបង្ហាត់បងប្អូនទៅតាមមេត្តាមេរៀនវិញ្ញាសាមេរៀនដែលគេត្រូវចេញប្រឡងនៅរដ្ឋរបស់បងប្អូនដោយសារតែនៅសហរដ្ឋអាមេរិកនេះគេប្រើសៀវភៅតែមួយទេគឺសៀវភៅ Melody Nail Technology ហ្នឹងណាអញ្ចឹងគឺខ្ញុំអាចបង្ហាត់ទៅតាមវិញ្ញាសារដ្ឋរបស់បងប្អូននីមួយៗបានហើយអញ្ចឹងដូចជាខ្ញុំធ្លាប់មានបង្ហាត់កូនសិស្សកន្លងមកហ្នឹងគឺភាគច្រើនពួកគាត់អត់សូវចេះអង់គ្លេសគាត់អង្គុយទិញសំណួរចម្លើយយន្តការទៅបានសំណួរចម្លើយដែលគេឲ្យពីសាលាហើយឬក៏អ្នកស្គាល់គ្នាឲ្យកន្លងមកហ្នឹងគឺគាត់ចេះតែទិញដូចមេសោតអញ្ចឹង2ដង2 2ដង4អញ្ចឹងណាចុះបើយើងអង្គុយទិញអញ្ចឹងពេលខ្លះទៅប្រឡងភាគច្រើនគឺអត់អាចជាប់ទេដោយសារតែយើងទិញដូចមេសោតអញ្ចឹងកាលណាគេកែពាក្យគេកែអីទៅវែងអស់ទៅធ្វើខុសដដែលហ្នឹងលុះត្រាតែបងប្អូនយល់ទ្រឹស្ដីហើយជាមួយនឹងយល់ពាក្យកន្លឹះនៅក្នុងហ្នឹងអញ្ចឹងការសិក្សាថ្នាក់រៀនគួរពិសេសជាមួយខ្ញុំនេះហ្នឹងគឺខ្ញុំនឹងបង្ហាត់បងប្អូនពីតកតងជាមួយនឹងពាក្យកន្លឹះដែលត្រូវចងចាំហើយជាមួយនឹងរបៀបទាយចម្លើយហើយបញ្យល់បងប្អូនពីទ្រឹស្ដីមេរៀនតែម្ដងកាលណាបងប្អូនយល់ពីទ្រឹស្ដីមេរៀនទើបអាចអានសំណួរទៅទោះបីជាអត់ចេះពាក្យនៅក្នុងនឹងទាំងអស់ចេះតែមួយពាក្យពីរក៏អាចទាយចម្លើយយល់ដែរដោយសារតែបងប្អូនយល់ទ្រឹស្ដីអញ្ចឹងថ្នាក់សរុបមកវិញថ្នាក់បង្ហាត់ត្រៀមប្រឡងទ្រឹស្ដីកញ្ចក់អនឡាញនេះគឺมันមានផ្ដល់នៅម៉ោងផ្លូវការដែលទទួលស្គាល់ដោយរដ្ឋបងប្អូនរស់នៅនោះទេនេះគ្រាន់តែជាថ្នាក់រៀនគួរពិសេសក្រៅផ្លូវការដើម្បីជួយឲ្យបងប្អូនអាចបានយល់ទ្រឹស្ដីអាចបានយល់នៅពាក្យកន្លឹះផ្សេងៗទាក់ទងជាមួយទ្រឹស្ដីកញ្ចក់ហើយធ្វើឲ្យបងប្អូនមានសង្ឃឹមច្រើនក្នុងការប្រឡងជាប់អញ្ចឹងណាអញ្ចឹងសរុបមកវិញគឺខ្ញុំមានតែប៉ុណ្្នេះចង់បញ្ជាក់បងប្អូនពីព័ត៌មានលម្អិតដោយសារតែមានបងប្អូនសួរខ្ញុំច្រើនតាក់ទងជាមួយនឹងវគ្គនេះហ្នឹងហើយម្យ៉ាងមួយទៀតគឺការអ្នកដែលចុះឈ្មោះចូលរៀនជាមួយខ្ញុំនេះខ្ញុំក៏មាននៅ website ដែលមានថាជាតេស្តអនឡាញដែលខ្ញុំបានបង្កើតហើយបងប្អូនអាចចូលអនុវត្តចុចដូចយើងប្រឡងមែនតែនអញ្ចឹងណាបងប្អូនអាចចូលអនុវត្តម្ដងក៏បានដែរអញ្ចឹងខ្ញុំក៏មានតេស្តបែបហ្នឹងឲ្យជូនដល់បងប្អូនដែរបើសិនជាបងប្អូនចុចខុសឬចម្លើយខុសក្នុងនោះក៏មានការបកស្រាយបញ្យលនៅក្នុងហ្នឹងដែរថាហេតុអីបានខុសជាភាសាខ្មែរអញ្ចឹង
ខ្ញុំប្រហាត់នេះគឺមាន slide មានអីត្រឹមត្រូវហើយមានកាលវិភាគសិក្សាត្រឹមត្រូវហើយជាមួយនឹងមានសំណួរអនុវត្តដែលបងប្អូនអាចចុចចូលធ្វើអនុវត្តផ្ទាល់ធ្វើតេស្តនិងអនុវត្តផ្ទាល់តាមរយៈទូរស័ព្ទឬក៏ computer របស់បងប្អូនបានហើយចូលធ្វើម្ដងក៏បានដែរហើយមានកំណត់ម៉ោងទៀតតេស្តនឹងដូចប្រឡងមែនតើអញ្ចឹងចំពោះម៉ោងសិក្សាគឺយើងអាចនិយាយគ្នាបានតាមក្រោយពេលច្រើនយើងអ្នកធ្វើការពេលច្រើនយើងតនេពេលយប់អញ្ចឹងណាអញ្ចឹងចេះដូចខ្ញុំដូចជាមានតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាការឆ្លើយរបស់ខ្ញុំនេះអាចនឹងស្រាយចម្ងល់របស់បងប្អូនមួយចំនួនធំបានអូខេជំរាបលា